ច្បាប់ទី40 Major Accomplishment Seem Effortless មានន័យថាធ្វើឲ្យគេមើលឃើញថាសមិទ្ធផលដែលអ្នកសម្រេចបានគឺមិនពិបាកក្នុងការធ្វើវាឡើយអ្នកត្រូវបង្ហាញសកម្មភាពរបស់អ្នកនៅចំពោះមុខអ្នកដទៃឲ្យមើលទៅដើម្បីដូចជាគ្មានអ្វីពិបាកសោះចំពោះអ្នកត្រូវលាក់បាំងឲ្យចិត្តកុំឲ្យគេឃើញរាល់ការខិតខំប្រឹងប្រែងរបស់អ្នកនិងអ្វីដែលអ្នកបានវឹកហាត់កន្លងមកទម្រាំមកដល់ចំណុចមួយដែលអ្នកអាចធ្វើរឿងពិបាកឲ្យខ្លាចជារឿងងាយស្រួលចំពោះអ្នកវិញនៅពេលដែលអ្នកធ្វើរឿងអ្វីមួយត្រូវធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកមើលឃើញថាអ្នកអាចធ្វើវាបានដោយងាយទោះជាអ្នកត្រូវធ្វើរឿងនោះជាច្រើនដងជាច្រើនសារក៏ដោយជៀសវាងការបង្ហាញឲ្យគេឃើញថាអ្នកពិតជាបានខំប្រឹងប្រែងខ្លាំងទម្រាំសម្រេចបានសមិទ្ធផលណាមួយព្រោះមនុស្សជុំវិញខ្លួនអ្នកនឹងមានការងឿងឆ្ងល់ហើយចង់ដឹងចង់ឮពីរបៀបនៃការដែលអ្នកអាចសម្រេចអ្វីមួយបាននោះកុំបង្រៀននរណាម្នាក់ពីអ្វីដែលអ្នកចេះឲ្យអស់ពីពួកឲ្យសោះប្រសិនបើអ្នកមិនចង់ឲ្យគេយកវិធីរបស់អ្នកមកកន្ចាត់ខ្លួនអ្នកវិញនោះទេគ្រូដែលខ្លាំងតែងតែលាក់សន្លឹកអាត់ដើម្បីកម្ចាត់សិទ្ធិខ្លួនឯងជានិច្ចក្នុងករណីណាមួយដែលចាំបាច់ឧទាហរណ៍ពិតមួយដែលបានអនុវត្តស្របតាមច្បាប់នេះនៅក្នុងប្រទេសជប៉ុនមានការប្រារព្ធពិធីមួយដែលគេហៅថា Cha no Yu មានន័យថាទឹកក្តៅសម្រាប់ឆុងតែត្រូវបានប្រជាជនជប៉ុនបន្តប្រារព្ធពិធីនេះតាំងពីសម័យបុរាណមកហើយនៅក្នុងចន្លោះឆ្នាំ1600ពិធីនេះត្រូវបានក្លាយជាពិធីដែលប្រជាជនគ្រប់គ្នាស្រឡាញ់គាំទ្រយ៉ាងខ្លាំងគឺដោយសារពិធីនេះត្រូវបានកែលម្អឲ្យមានភាពល្អឥតខ្ចោះដោយស្នាដៃរបស់លោក Sennorekyo ទោះបីជាលោក Sennorekyo កើតមកក្នុងវងត្រកូលគ្រួសារក្រីក្រក៏ដោយក៏លោកអាចបង្កើតអំណាចឲ្យខ្លួនឯងបានដែរគឺដោយសារស្នាដៃដ៏ល្អឥតខ្ចោះក្នុងការឆុងតែរបស់គាត់បានធ្វើឲ្យគាត់មានឈ្មោះល្បីល្បាញរហូតដល់ស្ដេច Hideyoshi នៃប្រទេសជប៉ុនធ្វើការតែងតាំងគាត់ឲ្យក្លាយជាកំពូលអ្នកឆុងតែដែលមានឋានៈជាន់ខ្ពស់ប្រចាំរាជវាំងទៀតផងមិនត្រឹមតែប៉ុណ្ណោះគាត់ព្រមទាំងមានតំណែងជាទីប្រឹក្សារបស់ស្ដេចក្នុងការសម្រេចចិត្តលើបញ្ហានយោបាយក្នុងប្រទេសដែលធ្វើឲ្យគាត់កាន់តែមានអំណាចមួយកម្រិតទៀតចំពោះលោក Rikyo ភាពជោគជ័យដែលគាត់ទទួលបានគឺដោយសារតែគាត់អាចសម្រេចការងារដែលលំបាកបានដោយងាយនិងអាចរក្សាអាថ៌កំបាំងនៅការខិតខំប្រឹងប្រែងរបស់គាត់មិនឲ្យនរណាម្នាក់បានដឹងឡើយចំណុចសំខាន់ទាំងពីរដែលគាត់មាននេះបានធ្វើឲ្យមនុស្សជុំវិញខ្លួនគាត់យល់ច្រឡំថាអ្វីដែលគាត់បានធ្វើនោះមើលទៅដូចជាគ្មានអ្វីពិបាកចំពោះគាត់សោះនៅយប់មួយនៅពេលដែល Rikyo បានកំពុងផឹកតែនៅក្នុងផ្ទះមិត្តភក្តិរបស់គាត់បានឃើញមិត្តភក្តិរបស់គាត់ដើរចេញទៅក្រៅដោយចាំចង្គៀងមកភ្លឺផ្លូវនៅពេលយប់ហើយបានទៅបេះយកផ្លែក្រូចឆ្មាចូលមកក្នុងផ្ទះវិញដំបូង Rikyo យល់ឃើញថាមិត្តភក្តិរបស់គាត់គ្រាន់តែចង់យកផ្លែក្រូចឆ្មាដើម្បីមកបន្ថែមរសជាតិលើម្ហូបដែលពួកគាត់កំពុងបរិភោគតែប៉ុណ្ណោះសកម្មភាពនេះធ្វើឲ្យគាត់យល់ឃើញថាវាគឺជាសកម្មភាពធម្មតាដែលកើតឡើងដោយធម្មជាតិមិនបានត្រៀមទុកមុនប៉ុន្តែផ្ទុយទៅវិញមិត្តភក្តិរបស់គាត់បានយកផ្លែក្រូចឆ្មានោះមកគឺដើម្បីតុបតែងលម្អបន្ថែមលើនំអូសាកាដែលមានតម្លៃថ្លៃដើម្បីជួយបង្កើនភាពទាក់ទាញនំអង្គនោះឲ្យស័ក្តិសមនឹងតម្លៃដ៏ថ្លៃរបស់នំនោះទៅវិញត្រង់ចំណុចនេះបានធ្វើឲ្យ Rikyo យល់ដឹងកាន់តែច្បាស់ពីគោលបំណងពិតប្រាកដនៃសកម្មភាពដែលមិត្តភក្តិរបស់គាត់ដែលបានទៅបេះផ្លែក្រូចឆ្មានោះវាគឺជាសកម្មភាពដែលមិត្តភក្តិរបស់គាត់បានរៀបចំទុកជាមុនដើម្បីធ្វើឲ្យលោក Rikyo មានអារម្មណ៍ថាមិត្តភក្តិរបស់គាត់ពិតជាពូកែមែនប៉ុន្តែផ្ទុយទៅវិញវាជាចន្លោះប្រហោងដែលលោក Rikyo បានមើលឃើញចំពោះសកម្មភាពមិត្តភក្តិរបស់គាត់ក៏ព្រោះតែមិត្តភក្តិរបស់គាត់បានបង្ហាញសកម្មភាពនៃការខិតខំផ្ចិតផ្ចង់ធ្វើអ្វីមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញខ្លួនច្រើនជាងការបង្ហាញអ្វីមួយដែលមើលទៅមានដំណើរការបែបធម្មជាតិសកម្មភាពនេះបានធ្វើឲ្យការជួបជុំមិត្តភក្តិដែលប្រែពីការបង្កើនចំណងមិត្តភាពទៅជាការផ្ដល់ភាពល្អកកទៅវិញមិនបងអង្គយូរលោក Rikyo ក៏បានបដិសេធមិនញ៉ាំនំអូសាកាដែលមានតម្លៃថ្លៃនោះហើយបានលាមិត្តភក្តិរបស់គាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញបងរួមអត្ថន័យលើសាច់រឿងនេះវិញចំពោះលោក Rikyo អ្វីដែលមើលទៅហាក់បីដូចជាកើតឡើងពីធម្មជាតិទើបជារបស់ដែលស្រស់ស្អាតមានតម្លៃមិនអាចកាត់ថ្លៃបានហើយវាក៏អាចតាក់ទាញមនុស្សជុំវិញខ្លួនបានដោយងាយផងដែរពីព្រោះរបស់ធម្មជាតិវាអាចកើតឡើងបានដោយមិនចាំបាច់ត្រូវការភាពផ្ចិតផ្ចង់ខំប្រឹងប្រែងឡើយហើយអ្វីមួយដែលកើតឡើងពីធម្មជាតិវាគឺជារបស់កម្រនិងមានតម្លៃខ្ពស់ដែលមនុស្សជាច្រើនចង់បានដោយសារតែធម្មជាតិបង្កើតអ្វីមួយគឺទៅតាមច្បាប់និងដំណើរការរបស់វាដែលមិនចាំបាច់ការខិតខំប្រឹងប្រែងឡើយប៉ុន្តែចំពោះមនុស្សវិញគឺត្រូវការការខិតខំប្រឹងប្រែងគួបផ្សំជាមួយនឹងភាពវៃឆ្លាតដើម្បីធ្វើឲ្យខ្លួនគេមានភាពលេចធ្លោនិងភាពតាក់ទាញចំពោះមនុស្សជុំវិញខ្លួនចំពោះបុគ្គលដែលពូកែម្នាក់ដែលចាំបង្ហាញសមិទ្ធផលរបស់ខ្លួនជាមួយនឹងការខិតខំប្រឹងប្រែងឲ្យគេមើលឃើញនឹងភ្នែកនោះវានឹងធ្វើឲ្យបុគ្គលនោះទទួលបានលទ្ធផលមិនសមប្រកបភាពនឹងអ្វីដែលខ្លួនខំប្រឹងប្រែងឡើយព្រោះវាគឺជាសកម្មភាពដែលបានរៀបចំទុកមុនមិនមែនមើលទៅបែបធម្មជាតិឡើយប្រសិនបើយើងក្រឡេកទៅមើលធម្មជាតិវិញវាមិនដែលបង្ហាញឲ្យយើងឃើញថាតើវាអាចបង្កើតវត្ថុអ្វីមួយដែលមានភាពស្រស់ស្អាតបានដោយរបៀបណានោះទេមូលហេតុនេះហើយដែលធ្វើឲ្យវត្ថុដ៏ស្រស់ស្អាតដែលកើតឡើងពីធម្មជាតិនោះតែងតែត្រូវបានគេផ្ដល់តម្លៃឲ្យខ្ពស់និងចង់បានជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួនដូច្នេះប្រសិនបើអ្នកអាចលាក់បាំងការខិតខំប្រឹងប្រែងរបស់អ្នកចំពោះភ្នែកមនុស្សជុំវិញខ្លួននៅសមិទ្ធផលដែលអ្នកបានសម្រេចហើយបញ្ចេញសកម្មភាពរបស់អ្នកឲ្យមើលទៅហាក់បីដូចជាអ្នកអាចធ្វើវាបានដោយងាយដោយមិនចាំបាច់ខំប្រឹងប្រែងនោះអ្នកនឹងអាចតាក់ទាញមនុស្សជុំវិញខ្លួនអ្នកបានដោយងាយ
សិល្បៈដែលល្អឥតខ្ចោះមួយគឺជាសិល្បៈដែលអាចលះបង់កប់អត្ថន័យជាច្រើនធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍ប៉ុន្តែมันអាចរកពាក្យមកពន្យល់បាននៅភាពអស្ចារ្យនៃសមិទ្ធផលរបស់សិល្បៈនោះឡើយហើយមានតែការលន់មកសរសើរនៅពេលដែលគេឃើញនឹងភ្នែករបស់គេគន្លឹះក្នុងការបង្កើតអំណាចនេះអំណាចដែលកើតឡើងមុនដំបូងគេបង្អស់ក្នុងโลกនេះគឺជាអំណាចរបស់ធម្មជាតិឧទាហរណ៍ដូចជារទេះបាញ់ឬសត្វកំណាចនៅក្នុងព្រៃជាដើមដែលវាមានអំណាចពីធម្មជាតិដែលមិនចាំបាច់ត្រូវការចំណាយកម្លាំងក្នុងការបញ្ចេញឥទ្ធិពលដើម្បីធ្វើអ្វីគ្រប់យ៉ាងមានការសន្សើរនៅពេលដែលបានឃើញវានោះឡើយហើយប្រភេទនៃអំណាចដែលកើតឡើងពីធម្មជាតិនេះហើយដែលធ្វើឲ្យមនុស្សចាប់ផ្ដើមយល់និងទទួលអារម្មណ៍ហើយចង់បានអំណាចប្រភេទនេះយកមកធ្វើជាកម្មសិទ្ធិទោះបីជាមនុស្សយើងបានផលិតនៅម៉ាស៊ីនដែលផ្ទុកទៅដោយបច្ចេកវិទ្យាទំនើបជាច្រើនដែលមានកម្លាំងខ្លាំងក្លានិងមានឥទ្ធិពលស្ទើរស្មើនឹងអំណាចនៃធម្មជាតិក៏ដោយក៏វានៅតែបង្ហាញនូវភាពសក្តិសិទ្ធិនៅពេលដែលវាខិតខំបង្ហាញនូវឥទ្ធិពលនៃអំណាចដែលវាមានវានៅតែខុសគ្នាពីអំណាចនៃធម្មជាតិដែលនៅតែអាចបង្ហាញអំណាចរបស់វាដោយគ្មានការខំប្រឹងប្រែងនិងគ្មានភាពសក្តិសិទ្ធិឡើយយើងអាចរកឃើញអំណាចនៃធម្មជាតិនៅក្នុងខ្លួនកូនក្មេងតូចៗបានរាល់ការបង្ហាញកាយវិការនិងការនិយាយស្ដីរបស់ពួកគេគឺមានបែបពីធម្មជាតិធ្វើឲ្យយើងមានចិត្តស្រឡាញ់និងបាត់បង់អារម្មណ៍សៅហ្មងនៅពេលដែលឃើញកូនក្មេងតូចៗទាំងនោះធ្វើអ្វីមួយតាមបែបធម្មជាតិរបស់ពួកគេដែលមិនមានការត្រៀមទុកមុនយើងមិនអាចធ្វើឲ្យខ្លួនឯងវិលត្រឡប់ទៅរកកុមារភាពវិញឡើយប៉ុន្តែយើងនៅតែអាចបង្កើតសកម្មភាពខាងកាយរបស់យើងឲ្យមើលទៅមានភាពរលូនក្នុងការធ្វើរឿងអ្វីមួយដែលមិនមានការរៀបចំទុកមុនបានវាគឺជាជំនាញមួយដែលអ្នកត្រូវចេះក្នុងការធ្វើរឿងដែលពិបាកឲ្យមើលទៅដូចជាងាយស្រួលចំពោះអ្នកគោលដៅរបស់យើងគឺត្រូវលាក់បាំងសកម្មភាពក្នុងការអនុវត្តរឿងពិបាកៗឲ្យបានច្រើនដងកុំឲ្យមនុស្សជុំវិញខ្លួនយើងដឹងឲ្យសោះរហូតដល់ខ្លួនរបស់យើងស្ទាល់ក្នុងការដោះស្រាយបញ្ហាដែលពិបាកទាំងអស់នោះហើយវាក៏ខ្លាចជារឿងធម្មតាចំពោះយើងក្នុងការដោះស្រាយបញ្ហាដែលពិបាកបានដោយងាយស្រួលនិងមានភាពរលូនបែបធម្មជាតិបានប្រសិនបើអ្នកចង់បានការទទួលស្គាល់និងការផ្ដល់តម្លៃពីមនុស្សជុំវិញខ្លួនអ្នកត្រូវសម្រេចកិច្ចការងារឲ្យបានរលូនហើយត្រូវលាក់បាំងកុំឲ្យគេដឹងនៅរបួសស្លាកស្នាមដែលអ្នកមានកំឡុងពេលដែលអ្នកបានបំពេញការងារនោះព្រោះប្រសិនបើគេដឹងនោះគេនឹងយល់ឃើញថាពួកគេក៏អាចធ្វើដោយអ្នកបានដែរតែគ្រាន់តែចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តដោះស្រាយបញ្ហាឲ្យបានច្រើនហើយអ្នកគ្រាន់តែជាមនុស្សធម្មតានិងគ្មានអ្វីអស្ចារ្យជាងគេឡើយមនុស្សគ្រប់គ្នានឹងយល់ឃើញថាអ្នកជាមនុស្សដែលពូកែអស្ចារ្យនឹកស្មានមិនដល់ហើយស័ក្តិសមនឹងទទួលបានអំណាចប្រសិនបើអ្នកអាចលាក់បាំងរាល់ការខិតខំប្រឹងប្រែងរបស់អ្នកមិនឲ្យគេបានដឹងឮការកាត់បញ្ច្រាស់មកវិញអ្នកត្រូវចេះបិទបាំងទង្វើនៃការខិតខំប្រឹងប្រែងរបស់អ្នកជាការសម្ងាត់ដែលយកសកម្មភាពលេងសើចមកបន្លំសកម្មភាពខិតខំប្រឹងប្រែងក្នុងពេលតែមួយដើម្បីបិទបាំងភ្នែកអ្នកដទៃចំពោះសមិទ្ធផលដែលអ្នកបានខិតខំប្រឹងប្រែងវិញការដែលអ្នកព្យាយាមបិទបាំងត្រង់ពេកមនុស្សជុំវិញខ្លួនអ្នកនឹងមានការកត់សម្គាល់នៅទង្វើខុសប្រក្រតីរបស់អ្នកដែលបង្កទៅជាការសង្ស័យនិងធ្វើឲ្យគេចាប់ផ្ដើមសង្កេតលើកិច្ចការដែលអ្នកកំពុងធ្វើកាន់តែខ្លាំងប្រសិនបើអ្នកបានរៀបចំគម្រោងបានមកចត់ល្អនៅអ្វីដែលអ្នកគួរបង្ហាញនិងអ្វីដែលអ្នកគួរលាក់បាំងចំពោះមនុស្សជុំវិញខ្លួននោះវានឹងកាន់តែល្អប្រសើរមួយកម្រិតទៀតដើម្បីបន្លប់ឲ្យមនុស្សជុំវិញខ្លួនអ្នកយល់ថាគេពិតជាបានយល់ដឹងនៅអ្វីដែលអ្នកកំពុងធ្វើមែនទាំងតែគេមិនដឹងថាអ្នកបានលាក់បាំងនៅរឿងសំខាន់មួយចំនួនទៀតដែលជាធាតុផ្សំក្នុងការសម្រេចសមិទ្ធផលរបស់អ្នកកន្លងមកអ្នកសម្ដែងសៀកដល់ពូកែម្នាក់មិនត្រឹមតែមានជំនាញក្នុងការបំផន់ភ្នែកប៉ុណ្ណោះទេប៉ុន្តែគាត់ត្រូវមានសមត្ថភាពក្នុងការធ្វើឲ្យអ្នកទស្សនាយល់ថារឿងដែលគេបានឃើញនឹងភ្នែកនោះគឺជារឿងពិតនិងអស្ចារ្យដែលមានតែអ្នកសម្ដែងសៀកតែម្នាក់នោះទេដែលអាចធ្វើបាន Comment yes និងចុច like លើវីដេអូនេះប្រសិនបើអ្នកគិតថាអ្នកបានរៀនអ្វីមួយថ្មីពីវីដេអូនេះតើអ្នកយល់យ៉ាងណាដែរចំពោះច្បាប់ទី30នេះជួបគ្នាក្នុងវីដេអូក្រោយ